ដែលត្រូវការរយៈពេលរលាយរហូតដល់500ឆ្នាំត្រូវបានចាប់ក្នុងដៃប្រទេសសិង្ហបុរីត្រឹមតែមួយថ្ងៃបង្កើតបានទៅជាថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ហើយអាចពង្រីកផ្ទៃដីរបស់ខ្លួនដោយមិនមានការឈ្លានពានដល់ប្រទេសដទៃនិងមិនមានផលប៉ះពាល់ដល់បរិស្ថានក្នុងវីដេអូនេះខ្ញុំនឹងលើកយកបង្ហាញអំពីដំណើរការក្នុងការគ្រប់គ្រងសំរាមរបស់ប្រទេសសិង្ហបុរីពីសំរាមអត់ប្រយោជន៍និងបំពុលទៅជាប្រភពថាមពលនិងបំផ្លែងជាយុទ្ធសាស្ត្រពង្រីកទឹកដីដោយមិនឈ្លានពានប្រទេសជិតខាងមុននឹងឈានដល់វីដេអូជាបន្តខ្ញុំក៏សូមអរគុណដល់ម្ចាស់ឧបត្ថម្ភធំគឺក្រុមហ៊ុន True Home បើអូនពុំមីងមានគោលបំណងក្នុងការសាងសង់ផ្ទះ Admin សូមណែនាំក្រុមហ៊ុន True Home ឈ្មោះថាក្រុមហ៊ុនមែនប៉ុន្តែអត់ខ្លាយដោយអូនពុំមីងក៏ទេសំខាន់សាងសង់ជាមួយក្រុមហ៊ុនយើងធានាបាននូវគុណភាពទំនុកចិត្តអត់ខ្លាចជាងរត់ចោលឬធ្វើលើថវិកាកំណត់ទេដំបូងពួកគេប្រមូលសំរាមពីគ្រប់ទីកន្លែងនៅក្នុងប្រទេសហើយដឹកវាទៅកាន់អគារកែច្នៃសំរាមដើម្បីដុតក្នុងកម្ដៅ850ទៅ1000អង្សាសេហើយបានប្រែក្លាយកម្ដៅទាំងនោះទៅជាថាមពលអគ្គិសនីបំភ្លឺផ្ទះរាប់ពាន់នៅក្នុងប្រទេសសិង្ហបុរីតែអ្នកទាំងអស់គ្នាឆ្ងល់ដូចខ្ញុំអត់យកសំរាមទៅដុតអញ្ចឹងផ្សែងដែលចេញពីការដុតហ្នឹងមិនបំពុលបរិយាកាសដដែលតែមើលវីដេអូនេះហើយអ្នកទាំងអស់គ្នានឹងអស់ចម្ងល់ហ្មងពីព្រោះថាក្រុមវិស្វករនៅប្រទេសសិង្ហបុរីហ្នឹងមិនដឹងញ៉ាំអីទេឆ្លាតនោះឆ្លាតបន្សុទ្ធផ្សែងហ្នឹងឡើងស្អាតអាចថាស្អាតជាងផ្សែងដែលយើងដកដង្ហើមនៅក្នុងទីក្រុងទៀតបំពង់ផ្សែងនៅក្នុងរោងចក្រនេះត្រូវបានគេរៀបចំដោយកម្រងដែលមានទំហំតូចនិងញឹកបំផុតនិយាយទៅទំហំវាតូចជាង1មីក្រូម៉ែត្រទៀត 90% នៃសំរាមคล้ายទៅជាផ្សែងរយៈពេល2ទៅ3ម៉ោងក្រោយវានឹងប្រែក្លាយទៅជាផេះតូចដូច 10% ផ្សេងទៀតអញ្ចឹងបន្ទាប់មកផេះដែលដុតពីសំរាមទាំងអស់នេះត្រូវបានគេយកទៅចាក់នៅក្នុងសមុទ្របង្កើតបានទៅជាកោះសិប្បនិមិត្តកោះនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1995លើផ្ទៃសមុទ្រ350ហិកតាដោយភ្ជាប់កោះផូឡាវសេម៉ាកាវនិងកោះផូឡាវសាកេងការចាក់បំពេញដីនេះគឺគេចាក់ស្រទាប់ដីឥដ្ឋនៅពីលើស្រទាប់ខ្សាច់បន្ទាប់មកគេចាក់ផេះសម្រាមនឹងនៅពីខាងលើចំពោះការចាក់គេចែកជា0និងចាក់បំពេញបន្តិចម្ដងចំពោះទឹកវិញគេអត់ប្រើប្រាស់គ្រឿងចាក់ដើម្បីបំចេញទេគឺគេភ្ជាប់លូទៅកាន់សមុទ្រតែម្ដងពេលគេចាក់ផេះសម្រាប់បំពេញវានឹងហូរចេញដោយខ្លួនឯងដើម្បីជួយដំណើរការក្នុងការបង្កើតកោះសិប្បនិមិត្តនេះក៏ដូចជាអាចឲ្យប្រជាជនរស់នៅក្នុងតំបន់នេះបានគេបានបង្កើតអគារសំខាន់ៗរួចជាស្រេចដូចជា WAF Transfer Building អគារទូទៅអគាររោងជាងអគារពន្លត់អគ្គិភ័យអគារស្តុកទុកស្ថានីយ៍រថភ្លើង Tussmarin ជាដើមអ្វីដែលគួរឲ្យកត់សម្គាល់មួយទៀតគឺគេដាំជាប្រភេទដើមកោងកាងធ្វើជាជំរកសត្វសមុទ្រជាច្រើនប្រភេទហើយសម្បីតែប្រភេទផ្កាថ្មក៏អាចដុះនិងរស់រានមានជីវិតនៅតំបន់នេះផងដែរក្រៅពីរុក្ខជាតិក្នុងសមុទ្រយើងក៏អាចមើលឃើញពីរុក្ខជាតិផ្សេងទៀតដុះនៅលើផេះសម្រាមទាំងនេះផងដែរហើយកោះនេះក៏คล้ายទៅជាជំរកសម្រាប់ប្រភេទសត្វផ្សេងៗជាច្រើនទៀតគម្រោងអីក៏ល្អដូចផ្កាដុតសម្រាមបានស្រួលហើយពង្រឹងផ្ទៃដីចូលទៅក្នុងសមុទ្រអត់មានផលប៉ះពាល់មិនប្រទេសផ្សេងគេមិនធ្វើដូចសិង្ហបុរីដែរទៅមិនមែនថាគេធ្វើមិនបានទេគ្រាន់តែវាត្រូវការចំណាយច្រើនពេលវេលាយូរហើយបច្ចេកទេសក៏ខ្ពស់ដែរបើគិតពីការចាក់បំពេញកោះនេះរយៈពេលត្រឹមតែ4ឆ្នាំដំបូងចន្លោះពីឆ្នាំ1999សិង្ហបុរីចំណាយរហូតដល់$610 លានហើយទាល់តែឆ្នាំ2045ទើបអាចចាក់បំពេញកោះទាំងមូលនេះបានណាមួយគេនិយាយថាអត់មានផលប៉ះពាល់ដល់បរិស្ថានវាមិនមែនគ្មានផលប៉ះពាល់សុទ្ធទេគ្រាន់តែគេព្យាយាមនឹងបន្តដាក់ចេញនូវយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាសំរាមនាពេលបច្ចុប្បន្នតែគេក៏ដាក់ចេញនូវយុទ្ធសាស្ត្រកាត់បន្ថយប្រើប្រាស់បែងចែកសំរាមកែច្នៃឬយកប្រើប្រាស់ឡើងវិញដើម្បីឈានដល់ប្រទេសដែលគ្មានសំរាមទោះបីកោះនេះពុំទាន់ចាក់បំពេញរួចរាល់តែត្រូវបានគេបើកឲ្យសាធារណជនចេញចូលតាំងពីថ្ងៃទី16ខែកក្កដាឆ្នាំ2005វាក៏បានក្លាយទៅជាកន្លែងសិក្សាស្រាវជ្រាវសម្រាប់ក្រុមស្រាវជ្រាវបរិស្ថាន3ក្រុមដូចជា Raffles Museum of Biology National University of Singapore និង Natural Society Singapore and Sport Fishing Association បង្កើតឲ្យមានកម្មវិធីដូចជាដើរកម្សាន្តមើលជីវៈចម្រុះស្ទូចត្រីនិងមើលបក្សីជាដើមសាលានៅក្នុងប្រទេសសិង្ហបុរីក៏បង្កើតឲ្យមានការចូលទស្សនកិច្ចសម្រាប់សិស្សនិស្សិតស្ដីពីប្រព័ន្ធគ្រប់គ្រងសំរាមនិងការបង្កើតកោះសិប្បនិមិត្តនេះផងដែរនៅឆ្នាំ2006នាបានបង្កើតទូប៊ីនខ្យល់និងបន្ទះសូឡាសម្រាប់ផលិតអគ្គិសនីនៅចុងខាងត្បូងនៃកន្លែងចាក់សំរាមនេះផងដែរក្រៅពីនេះ The Astronomical Society of Singapore ក៏បង្កើតឲ្យមានការកម្សាន្តមើលផ្កាយនាពេលយប់លើកោះនេះផងដែរមួយវិញទៀតយើងអាចទៅបោះតង់អាំងសាច់
ជាកង់លេងកំសាន្តនៅលើកោះនេះផងដែរក្រៅពីនេះគេក៏បង្កើតជាមជ្ឈមណ្ឌលទេសចរកម្មវិធីរត់ប្រណាំងនិងកម្មវិធីបន្តបន្ទាប់ទៀតជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរទាំងក្នុងនិងក្រៅស្រុកជារួមមកយើងឃើញថាប្រទេសសិង្ហបុរីពិតជាបានបង្ហាញអំពីយុទ្ធសាស្ត្រដ៏ល្អក្នុងការគ្រប់គ្រងសង្គ្រាមបច្ចេកទេសខ្ពស់ក្នុងការកែច្នៃគៀបយកប្រយោជន៍ពីសម្រាមបានខ្សោះដូចគៀបទឹកអំពៅរួមជាមួយនឹងការផ្សព្វផ្សាយនិងការចូលរួមសហការពីស្ថាប័នជាច្រើនជាកាតាលីករជំរុញបន្ថែមពីលើគម្រោងនេះមួយវិញទៀតអ្វីដែលមិនសរសើរមិនបានគឺការសហការបង្កើតបានទៅជាទិសដៅកំសាន្តរបស់ប្រទេសសិង្ហបុរីដោយយើងមិនបាច់ហត់គិតថាទៅដើរលេងកន្លែងណាច្រើនឆ្ងាយពីគ្នាទេគឺគេរៀបចំសកម្មភាពកំសាន្តពេញមួយថ្ងៃសម្រាប់យើងតែម្ដងបោះតង់អាំងសាច់ជិះកង់លេងកំសាន្តស្ទូចត្រីមើលបក្សីដើរមើលជីវៈចម្រុះមើលផ្កាយពេលយប់ទៀតជាចុងក្រោយក៏សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមកដល់ចំណុចនេះហើយក៏សូមកុំភ្លេចជួយគាំទ្រ Channel Home Life តាមរយៈការចុច Subscribe, Like ចុចសញ្ញាកណ្ដឹងនិង Share សូមអរគុណ